นลือบอมพลือตีงงดปอนตายปัจจุบันពិភពលោកក៏មានការប្រែប្រួលហើយគ្រប់គ្នាក៏ចាប់ផ្ដើមប្រើប្រាស់វត្ថុថ្មីដែលអាចបំភ្លឺដល់ទីងងឹតឲ្យកាន់តែច្បាស់ជាងមុននោះគឺអំពូលភ្លើងដែលវាមានពន្លឺជាងភ្លឺទៀតឬចពន្លឺជាងភ្លើងទៀនឬចង្គៀងរាប់សិបដងថ្ងៃមួយអំពូលភ្លើងបានជួបនឹងចង្គៀងពួកគេទាំងពីរក៏បានសន្ទនាជាមួយគ្នាយ៉ាងយូរកាលបើអំពូលភ្លើងបានឃើញចង្គៀងដែលគេទុកចោលហើយអំពូលបានពោលទៅចង្គៀងថាអើអ្នកអើយខ្ញុំអាណិតអ្នកណាស់ព្រោះតែពេលនេះគេលែងត្រូវការអ្នកទៀតហើយចង្គៀងឮហើយក៏មិនតបហើយបន្តនៅស្ងៀមមិនស្រដីដូចដើមអំពូលភ្លើងឃើញដូចណាស់ក៏បន្តសម្ដីរបស់ខ្លួនអ្នកអើយអ្នកកុំតូចចិត្តតូចថ្លើមអីថ្វីបើខ្ញុំល្អជាងអ្នកដូច្នេះចូលអ្នកកុំមានកូនចិត្តឈ្លាននេះនឹងខ្ញុំអីចង្គៀងឮដូច្នេះក៏តបទៅវិញថាអោនេះអំពូលអើយខ្ញុំមិនតូចចិត្តអ្វីឡើយព្រោះខ្ញុំដឹងថាសម័យនេះគេមិនត្រូវការខ្ញុំទៀតទេប៉ុន្តែខ្ញុំគ្រាន់តែសង្ឃឹមថាពួកគេនឹងអាចចង់បានខ្ញុំទុកព្រោះមួយរយៈពេលដែលយើងហែលឆ្លងជាមួយគ្នាជាពេលវេលាដែលមានន័យអំពូលភ្លើងឮហើយមិនសុខចិត្តក៏តបទៅចង្គៀងវិញភ្លាមអ្នកចង្គៀងអើយអ្នកត្រូវដឹងថាខ្ញុំខ្លួនឯងជាអ្នកណាពេលនេះគ្មានអ្នកណាត្រូវការអ្នកទៀតទេព្រោះតែពួកគេមានខ្ញុំហើយខ្ញុំអាចឲ្យពន្លឺដល់ពួកគេភ្លឺជាងអ្នករាប់សិបដងអ្នកមិនអាច
រៀនអាចរៀនខ្ញុំបានទេអាចប្រៀបនឹងខ្ញុំបានទេចង្គៀងនៅស្ងៀមដោយមិនតបអ្វីទាំងអស់ហើយពួកគេទាំងពីរនាក់ក៏ឈប់ជជែកគ្នាចាប់ពីពេលនោះទៅថ្ងៃមួយស្រាប់តែដាច់ភ្លើងចរន្តអគ្គិសនីអំពូលភ្លើងក៏មិនមានកម្លាំងអ្វីដើម្បីបំភ្លឺបានឡើយខណៈនោះម្ចាស់ផ្ទះក៏បាននិយាយឡើងថាឆាប់ទៅយកចង្គៀងអាចារ្យរបស់យើងមកពេលនេះដាច់ភ្លើងហើយចង្គៀងក៏ត្រូវម្ចាស់ផ្ទះនោះអត់ឲ្យមានពន្លឺឡើងហើយម្ចាស់ផ្ទះក៏និយាយថាសំណាងហើយយើងនៅមានចង្គៀងកុំអីងងឹតមើលផ្លូវក្នុងផ្ទះមិនឃើញទេកាលបើបានឃើញចង្គៀងមានពន្លឺឡើងអំពូលភ្លើងក៏មានអារម្មណ៍ថាខ្លួនឯងជាអ្នកខុសព្រោះតែខ្លួនបានមើលងាយចង្គៀងថាជារបស់ដែលគ្មានប្រយោជន៍ចាប់ពីពេលនោះមកអំពូលភ្លើងក៏បានឈប់យកយកចង្គៀងមកប្រៀបធៀបនឹងខ្លួនឯងទៀតគំនិតអប់រំក្នុងរឿងមិនថាតែមនុស្សណាម្នាក់ឬរបស់ណាមួយទេសុទ្ធតែមានប្រយោជន៍រៀងៗខ្លួនមានអីគេកូន